បាទជំរាបសួរអ្នកទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីការប្រើប្រាស់ Napkin AI ដើម្បីជួយសម្រួលទៅដល់ការបង្កើតរូបភាពតំណាងពីអក្សរទាំងអស់គ្នាបាទអញ្ចឹងគឺដើម្បីប្រើប្រាស់បានយើងត្រូវចុចនៅលើ Napkin AI ដែលខ្ញុំបានដាក់ហ្នឹងបាទចុចនៅលើ link ដែលខ្ញុំបានដាក់ហ្នឹងបន្តមកទៀតយើងនឹងទទួលបាន home page មួយដែលយើងបានមកដល់បាទអញ្ចឹងនៅពេលដែលយើងមកដល់ home page នេះហើយគឺអ្នកទាំងអស់គ្នាធ្វើការចុចនៅលើពាក្យ get napkin free នេះមកបាទខ្ញុំចុចនៅលើហ្នឹងដើម្បីយើងចូលមកកាន់ napkin បានអញ្ចឹងដោយសារតែខ្ញុំធ្លាប់មាន account អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ធ្លាប់មាន account ទេយើងនឹងមកដល់ផ្ទាំងមួយនេះហើយបន្តមកទៀតយើងអាចប្រើប្រាស់ account Google ដើម្បី login ចូលទៅកាន់ Napkin AI នឹងបានបាទអញ្ចឹងខ្ញុំចុចនៅលើនេះមកដល់កន្លែងនេះយើងនឹងធ្វើការរើសនៅ account ដែលយើងចង់ប្រើប្រាស់បាទខ្ញុំធ្វើការរើស account របស់ខ្ញុំមួយបាទអញ្ចឹងយើងនឹងចូលប្រើប្រាស់ Napkin AI បាននៅពេលដែលយើង sign in ហើយបាទអញ្ចឹងយើងអាចធ្វើការងារនៅលើនេះផ្ទាល់ក៏បានឬក៏យើងអាចបង្កើតនៅ project ថ្មីក៏បានបាទអញ្ចឹងខ្ញុំអាចធ្វើការបង្កើតនៅ project ថ្មីឈ្មោះថា virtual នេះបាទទី1គឺយើងអាចធ្វើការផាសជាអក្សរដែលយើងមានដើម្បីឲ្យ AI មួយនេះធ្វើការបង្កើតជារូបភាពឲ្យយើងបាទទី2យើងអាចឲ្យ AI នេះ generate ជា content ឲ្យយើងដូចទៅនឹង ChatGPT ឬក៏ Gemini ផ្សេងបានដូចគ្នាទី3បើសិនជាអ្នកទាំងអស់គ្នាមានជាឯកសារស្រាប់គឺយើងអាចឲ្យ AI មួយនេះlearn ពីឯកសាររបស់យើងបានដូចគ្នាយើងគ្រាន់តែ upload ចូលទៅកាន់ AI មកបាទអញ្ចឹងខ្ញុំនឹងធ្វើការ start ជាមួយនឹងជម្រើសទី1បាទដែលខ្ញុំធ្វើការផាសនៅអត្ថបទបន្តិចចូលដើម្បីឲ្យ AI នឹងបង្កើតទៅជារូបភាពតំណាងឲ្យខ្ញុំបាទអញ្ចឹងខ្ញុំធ្វើការ generate scenario មួយពី ChatGPT ហើយខ្ញុំយកពាក្យប៉ុណ្ណឹងយកទៅកាន់ AI Napkin ហ្នឹងដើម្បីឲ្យវាបង្កើតឲ្យយើងបាទអញ្ចឹងដើម្បីបង្កើតបំលែងពីអត្ថបទប៉ុណ្នេះអក្សរប៉ុណ្នេះទៅកាន់រូបភាពបានអ្នកទាំងអស់គ្នាត្រូវធ្វើការចុចនៅលើអក្សរហ្នឹងបាទ select នៅអក្សរដែលយើងមានហ្នឹងបន្តមកទៀតចុចនៅលើរូបតំណាង generate virtual នេះបាទចុចនៅលើហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចុចនៅលើហ្នឹងយើងត្រូវការរងចាំបន្តិចដើម្បីឲ្យ AI នោះបង្កើតទៅជារូបភាពតំណាងឲ្យយើងបាទអញ្ចឹងនៅពេលដែលវាបង្កើតហើយវានឹងបង្ហាញ style ផ្សេងគ្នាបាទអញ្ចឹងបើសិនជាក្នុងករណីយើងស្រឡាញ់ទម្រង់មួយណាយើងត្រូវចុចនៅលើទម្រង់មួយហ្នឹងបាទយើងអាចរើសបានតែមួយប្រភេទទេយើងមិនអាចរើសបានច្រើនទេបើយើងចង់រើសច្រើនតើយើងធ្វើការ download ម្ដងមួយសិនបាទអញ្ចឹងខ្ញុំធ្វើការ select យករូបមួយនេះបាទឧទាហរណ៍បាទខ្ញុំ select យករូបមួយនេះបាទអញ្ចឹងនៅពេលដែលខ្ញុំ select យករូបមួយហ្នឹងវានឹងមានជាទម្រង់ format ផ្សេងគ្នាទៅតាម color ទៅតាម style ផ្សេងគ្នាបន្ថែមទៀតអញ្ចឹងតម្រូវការរបស់យើងចង់បានប្រភេទមួយណាគ្រាន់តែធ្វើការចុចនៅលើប្រភេទមួយហ្នឹងបន្តមកទៀតយើងនឹងបានលទ្ធផលសម្រាប់ចុងក្រោយនេះគឺយើងអាចកែអក្សរបាទអាចថែមថយអីផ្សេងបានមុននឹងយើងធ្វើការ export វាចេញ download វាចេញបាទអញ្ចឹងរូបភាពនេះខ្ញុំសន្មតថាវា ready ហើយអញ្ចឹងខ្ញុំធ្វើការ export ជា visualize នឹងចេញមកបាទខ្ញុំចុចនៅលើសញ្ញា download បាទសញ្ញា download នេះបាទអញ្ចឹងខ្ញុំនឹងបានមកដល់កន្លែងនេះវាមានជម្រើសឲ្យយើងធ្វើការជ្រើសរើសយកជាប្រភេទ PNG បាទប្រភេទ PDF ប្រភេទ PowerPoint អីផ្សេងបាទអញ្ចឹងខ្ញុំយកជាប្រភេទរូបភាព PNG បន្តមកទៀតខ្ញុំធ្វើការចុចពី download បាទអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការ download ខ្ញុំនឹងទទួលបានរូបភាពមួយបាទរូបភាពមួយដែលស្រស់ស្អាតនៅពេលដែលយើងប្រើ Napkin AI ឲ្យធ្វើនឹងហើយរូបភាពហ្នឹងយើងអាចយកទៅផុសអាចយកទៅដាក់នៅក្នុង slide ដាក់នៅក្នុងអីបានដូចរូបភាពធម្មតារបស់យើងចឹងបាទអញ្ចឹងចំពោះវីដេអូនេះខ្ញុំមានការណែនាំតែប៉ុណ្ណឹងបាទបើសិនជាមានចម្ងល់អីផ្សេងអាចសួរបន្ថែមទៀតបានបាទសូមជម្រាបលាបាទ